ជំរាបសួរលោកតាលោកយាយអង្គពូមីងបងអតិថិជនទាំងអស់គ្នាអ្នកទាំងអស់គ្នាចង់ញ៉ាំតៅហ៊ូទឹកដោះគោខ្ញីអាចកំងនាងខ្ញុំបានចាតៅហ៊ូនេះគឺនាងខ្ញុំចម្រាញ់ចេញពីសណ្តែកសៀងទឹកដោះគោនិងខ្ញីហើយម្យ៉ាងទៀតនាងខ្ញុំបានអាប់ដេតកំប៉ុងថ្មីគឺកំប៉ុងដែលមានគុណភាពល្អអាចធន់នឹងកម្ដៅ40អង្សាទៅ50អង្សាហើយចំណែកឯសាច់តៅហ៊ូវិញគឺទន់ត្រជាក់រសជាតិផ្អែមស្រាលពីទឹកដោះគោនិងក្លិនប្រហើរនៃខ្ញីតិចគឺគួរឲ្យចង់ញ៉ាំមែនតែនហើយអាចញ៉ាំបានទាំងក្មេងចាស់ប្រុសស្រីហើយជាពិសេសសម្រាប់អ៊ំពូមីងបងដែលមានបញ្ហាលើសជាតិស្ករយើងនិយាយមកថាទឹកនោមផ្អែមចាគាត់ពិសាបង្អែមអត់បានទេអញ្ចឹងតៅហ៊ូទឹកដោះគោខ្ញីនេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ពួកគាត់អញ្ចឹងអ៊ំពូមីងបងចង់ញ៉ាំកុំភ្លេចកំងនាងខ្ញុំណាចាអរគុណច្រើនសម្រាប់ការគាំទ្រឆ្ងាញ់អំពូមីងបាច់ភ័យថាខ្លាចផ្អែមទេផ្អែមស្រាលផ្អែមតិចមែនតែនចាជាផ្អែមចេញពីទឹកដោះគោស្រស់